អ្នកថ្មីអ្នកចាស់នៅឆ្នាំ1975ពេលដែលអាមេរិកចាញ់សង្គ្រាមនៅវៀតណាមគេបានចោទថាអាមេរិកចាញ់សង្គ្រាមពីព្រោះអ្នកកសែតអាមេរិកចាញ់សង្គ្រាមពីព្រោះយកកង់អីគេបិទព័ត៌មានទាំងអស់ពួកកុម្មុយនីសគេបិទទាំងអស់អញ្ចឹងអាមេរិកទៅយកកសែតអស់និយាយចប់និយាយឡើងទៅបានវាធ្វើឲ្យបាក់ស្មារតីរបស់គេក្រោយហ្នឹងក្រោយ75នេះគេជំនាញធ្វើជាទឹកមូលមួយគេជើញអ្នកកសែតពីចំនួនហើយគេលើកសំណួរមួយគេថាបើសិនជាអាមេរិកច្បាំងជាមួយនឹងប្រទេសកហើយគេជើញអ្នកកសែតប្រទេសកនេះអញ្ជើញអ្នកកសែតទៅមើលចាំមើលគេស្ទាក់បាញ់តបអាមេរិកតែអ្នកធ្វើម៉េចអ្នកកសែតមួយឆ្លើយថាខ្ញុំបោះម៉ាស៊ីនថតចោលខ្ញុំដើរចេញអ្នកកសែតមួយទៀតគាត់ថាគាត់នៅតែបន្តថតពីព្រោះគាត់ជាអ្នកកសែតនេះគឺជាការចែកមួយយ៉ាងតឹងណាស់ណាមិនមែនធម្មតាទេព្រោះចំហពីរយ៉ាងដូចគ្នាមួយចំហការប្រតិជាតិប៉ុន្តែមួយចំហថាគាត់វិជាជីវៈគាត់ជាអ្នកកសែតគាត់ត្រូវតែយកព័ត៌មានប៉ុន្តែឥឡូវនេះចំហនេះបាត់ហើយអត់មានទេពីព្រោះឥឡូវនេះពេលទៅច្បាំងនៅឯណាអាមេរិកយកអ្នកកសែតទៅនេះគេពិតជា embedded គឺថាដេកដូចគេជាមួយគ្នាបើអ្នកកសែតទៅណាជាមួយតបទៅជាមួយតបកសែអីត្រូវឆ្លងមេបញ្ជាការតបនោះណាអញ្ចឹងពាក្យជំនាញចំហអ្នកកសែតថាស៊ីកសែតសុកនោះគឺអស់មានហើយអញ្ចឹងបានដូចយើងស្រួលយ៉ាងទូនាទីអ្នកសារព័ន្ធមាននៅពេលមានចំនួនព្រំដែននេះគឺយើងនៅចំហទី1ហ្នឹងយើងអាចថាខ្ញុំអ្នកកសែតមិនឲ្យខ្ញុំសរសេរក៏សរសេរទេមិនទេអត់មានទេអ្នកកសែតគឺប៉ុណ្ណឹងហើយយើងក៏ភ្លេចយើងមានតំណគ្នាម្ដងដែររឿងហ្នឹងនៅពេលយើងមានកូវីដអ្នកកសែតជំនុំគាត់ថាគាត់អ្នកកសែតគាត់ត្រូវទៅចូលមិនឲ្យគាត់នេះគាត់ទៅសរសេរពីកន្លែងហ្នឹងបិទទៅគាត់ត្រូវសរសេរហ្នឹងជាចំណុចចំហហ្នឹងតែនេះយើងឃើញថាយើងទូនីតិអ្នកសារព័ន្ធមានជំរុញព្រំដែននៅកម្ពុជាយើងមិនអាចទៅនិយាយទាំងអស់បានទេតែខ្ញុំក៏តែនិយាយដែរសំខាន់វិជាជីវៈអ្នកសារព័ត៌មានគឺនិយាយការពិតគ្រាន់តែការពិតខ្លះយើងមិននិយាយប៉ុន្តែដាច់ខាតមិនកុហកនេះជាធំនេះជាធំរបស់យើង